បាទសូមគោរពពុកម៉ែបងប្អូននេះគឺជាក្រុមខាងពេទ្យសត្វនៃសាកលវិទ្យាល័យភូមិន្ទខ្ញុំបាទបានរៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្មតាំងពីឆ្នាំ2019កន្លងមកឆ្នាំទី1ហើយក៏បានមានការអនុវត្តមួយកន្លែងខ្ញុំបានចាប់ផ្ដើមធ្វើការនៅថ្ងៃទី1ខែកញ្ញាទៅនឹងខែ9ឆ្នាំ2019និស្សិតឆ្នាំទី1ដែលមានទីតាំងស្ថិតនៅភូមិដូនរនសង្កាត់អាឡោកខណ្ឌកំបូលរាជធានីភ្នំពេញចំពោះការរៀនផ្នែកខាងពេទ្យសត្វហ្នឹងគឺមានមុខជំនាញសំខាន់ជាច្រើនដូចជាទី1គឺ Anatomy កាយវិភាគវិទ្យាគឺគេសិក្សាអំពីមុខងារសារពាង្គកាយរបស់សត្វទាំងក្នុងនិងក្រៅមានដូចជាខាងក្នុងវាមាននៅភ្ជាប់កន្លែងណាខ្លះហើយនិងខាងក្រៅទី2គឺ Physiology គឺសិក្សាអំពីមុខងាររបស់សារពាង្គកាយនីមួយៗតើវាមានតួនាទីធ្វើអ្វីខ្លះនៃសារពាង្គកាយរបស់សត្វហ្នឹងចំពោះទី3គឺ Pharmacology គឺសិក្សាអំពីឱសថឬក៏ថ្នាំសម្រាប់ការធ្វើការការពារពីជំងឺឬក៏ការព្យាបាលសត្វចំពោះទី4គឺ Chrobiology ហ្នឹងគឺសិក្សាពីអតិសកុមប្រាណហ្នឹងមានដូចជាមេរោគបាក់តេរីវីរុសឬអីផ្សេងដើម្បីកុំឲ្យវាមានការរាលដាលឆ្លងមកលើសត្វចំណុចទី5គឺ Immunology នឹងគឺគេសិក្សាអំពីភាពស៊ាំរបស់សត្វតើវាមានភាពស៊ាំដូចម្ដេចខ្លះវាមានភាពស៊ាំទៅធន់នឹងជំងឺអ្វីហើយវាមិនស៊ាំចំពោះមុខងារទី6គឺ Pathology ហ្នឹងគឺគេសិក្សាអំពីផ្លាកស្នាមរបៅឬក៏មានស្នាមបណ្ដាលសត្វឈឺទៅលើសរីរាង្គរបស់សត្វដូចជាលើថ្លើមលើទងសួតលើសួតឬក៏បេះដូងផ្សេងទៀតដោយធ្វើការវះកាត់នៅក្នុងមន្ទីរពិសោធន៍ហើយជាចំណុចទី7ចុងក្រោយគឺខាងពេទ្យសត្វនឹងសិក្សាពីសារធាតុពុលនៅក្នុងខ្លួនសត្វនឹងសិក្សាពីគីមីសាស្ត្រការប្រើប្រាស់ថ្នាំព្យាបាលគីមីអីនិងសិក្សាពីជំងឺឆ្លងផ្សេងឆ្លងដោយវីរុសបាក់តេរីឬប៉ារ៉ាស៊ីតហើយសំខាន់បំផុតគឺសិក្សា